មានសប្អូនច្រើនអ្នកដែរឆានមកសួរខ្ញុំថាបងខ្ញុំប្រឡងបញ្ញាបត្រពេទ្យធ្លាក់អីតែខ្ញុំគួររៀនបញ្ញាបត្ររងបន្តទៀតឬក៏អត់ចម្លើយគឺបងអាចរៀនបានប៉ុន្តែតើបងបានស្វែងយល់ពីបញ្ញាបត្ររងនឹងបានច្បាស់ហើយឬនៅប្រសិនបើមិនទាន់បានស្វែងយល់ច្បាស់ទេបងអាចស្ដាប់ការបកស្រាយក្នុងវីដេអូមួយនេះបានចំពោះការសិក្សាថ្នាក់បរិញ្ញាបត្ររងវាមានទាំងគុណសម្បត្តិនិងគុណវិបត្តិសម្រាប់បងដែលមានបំណងចង់ប្រឡងបញ្ញាបត្រនៅឆ្នាំក្រោយបន្តទៀតរីឯគុណសម្បត្តិទី1យើងអាចរៀនបណ្ដាត្រៀមខ្លួនប្រឡងបញ្ញាបត្រនៅឆ្នាំក្រោយបណ្ដាទី2នៅពេលដែលយើងរៀនចប់រយៈពេល3ឆ្នាំហ្នឹងយើងក៏អាចទៅធ្វើការនៅ clinic ឬក៏តាមវិស័យសុខាភិបាលផ្សេងទៀតបានមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលយើងចង់បន្តថ្នាក់បរិញ្ញាបត្រគឺយើងគ្រាន់តែរៀនបន្ថែម2ទៅ3ឆ្នាំអាស្រ័យទៅលើមុខជំនាញដែលយើងបានជ្រើសរើសផងដែរចំពោះគុណវិបត្តិវិញទី1គឺយើងពិបាកក្នុងការប្រឡងដើម្បីឲ្យជាប់ថ្នាក់បរិញ្ញាបត្រម្ដងទៀតដោយសារការរៀនបរិញ្ញាបត្ររងហ្នឹងគឺយើងត្រូវរៀនតាំងពីព្រឹកទល់ល្ងាចហើយមួយថ្ងៃហ្នឹងត្រូវរៀន8ម៉ោងនិងរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍អញ្ចឹងយើងពិបាកក្នុងការលេងពេលដើម្បីមើលមេរៀនត្រៀមប្រឡងណាជាពិសេសនៅពេលដែលយើងចុះកម្មសិក្សាទៅតាមមន្ទីរពេទ្យជាដើមតែក៏នៅតែមានអ្នកប្រឡងជាប់ដែរគឺអាស្រ័យទៅលើយើងម្នាក់ទេគុណវិបត្តិទី2គឺធ្វើឲ្យយើងខាត់ឆ្នាំឧទាហរណ៍យើងកំពុងរៀនថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាសម្រាប់សាលាដែលខ្ញុំរៀនហ្នឹងនៅពេលដែលយើងរៀនដល់ឆ្នាំទី3គឺយើងមានប្រឡងចេញថ្នាក់សាលាហើយរងចាំប្រឡងចេញថ្នាក់ជាតិទៀតដល់លទ្ធផលប្រឡងចេញថ្នាក់ជាតិជាប់ទើបយើងមានសិទ្ធិបន្តថ្នាក់បរិញ្ញាបត្របន្តទៀតចឹងហើយការរងចាំហ្នឹងក៏វារៀងយូរដែរថា delay មួយឆ្នាំជិត2ឆ្នាំចុះហើយនៅយើងបន្តថ្នាក់បរិញ្ញាបត្ររៀនចំនួន2ឆ្នាំទៀតចឹងវារៀងច្រើនឆ្នាំដែរចឹងមួយវិញទៀតពេលដល់ឆ្នាំយើងបញ្ចប់ថ្នាក់បរិញ្ញាបត្រហ្នឹងយើងក៏អាចមានសិទ្ធិជ្រើសរើសប្រឡងចាញ់ថ្នាក់ជាតិមួយតង់ទៀតឬក៏ធ្វើសារណាក៏បានដែរអាស្រ័យលើយើងទេដូច្នេះយើងអាចពិចារណាបានបើសិនបើយើងចង់រៀនថ្នាក់បរិញ្ញាបត្ររងបន្ទាប់ពីខ្ញុំបកស្រាយរួចហើយបងប្អូនមានចម្ងល់ឬក៏ចង់សួរអ្វីពាក់ព័ន្ធទៅនឹងការរៀនពេទ្យបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបាន